ការអភ័យទោសគឺជាអំណោយដ៏មានឥទ្ធិពលបំផុតមួយដែលព្រះប្រទានដល់យើងហើយសូមឲ្យយើងផ្ដល់ឲ្យអ្នកដទៃការអត់ទោសមានន័យថាការបោះបង់កំហឹងនិងទទួលបានសិទ្ធិសេរីភាពមានន័យថាការដោះលែងនរណាម្នាក់ពីបំណុលដែលពួកគេជំពាក់អ្នកដូចជាព្រះបានដោះលែងអ្នកពីបំណុលនៃអំពើបាបរបស់អ្នកយើងអាចអត់ទោសបានដោយសារព្រះបានអត់ទោសឲ្យយើងជាមុនព្រះយេស៊ូវបានលះបង់ជីវិតទ្រង់សម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាងទោះជាយើងមិនសមនឹងទទួលវាក៏ដោយពេលយើងទុកចិត្តលើទ្រង់ព្រះនឹងជូតទឹកភ្នែករបស់យើងឲ្យស្អាតទ្រង់មិនកាន់អតីតកាលរបស់យើងប្រឆាំងនឹងយើងទេសេចក្តីមេត្តាករុណាដូចគ្នានោះគឺជាអ្វីដែលទ្រង់ចង់ឲ្យយើងបង្ហាញដល់អ្នកដទៃចូលមានចិត្តសប្បុរសនិងការអាណិតអាសូរដល់គ្នាទៅវិញទៅមកដោយអត់ទោសឲ្យគ្នាទៅវិញទៅមកក្នុងព្រះគ្រីស្ទដែលជាព្រះបានអត់ទោសឲ្យអ្នកដែរចូលអត់អន់ឲ្យគ្នាទៅវិញទៅមកប្រសិនបើអ្នករាល់គ្នាមានការសោកស្ដាយចំពោះអ្នកណាម្នាក់អត់ទោសដោយដែលព្រះអង្គម្ចាស់បានអត់ទោសឲ្យអ្នកត្បិតបើអ្នកអត់ទោសដល់អ្នកដទៃពេលគេធ្វើបាបនឹងអ្នកនោះព្រះវរបិតារបស់អ្នកដែលគង់នៅឋានសួគ៌ក៏នឹងអត់ទោសឲ្យអ្នកដែរប៉ុន្តែបើអ្នកមិនអត់ទោសឲ្យអ្នកឯទៀតពីអំពើបាបរបស់ខ្លួនទេព្រះបិតារបស់អ្នកនឹងមិនអត់ទោសឲ្យអ្នករាល់គ្នាឡើយព្រះយេស៊ូវមានព្រះបន្ទូលថាព្រះបិតាអើយសូមអត់ទោសឲ្យគេផងត្បិតគេមិនដឹងថាគេធ្វើអ្វីទេសូម្បីតែនៅលើឈើឆ្កាងព្រះយេស៊ូវបានអត់ទោសដល់យើងរាល់គ្នាប្រសិនបើយើងលន់តួបាបរបស់យើងនោះទ្រង់ស្មោះត្រង់នឹងយុត្តិធម៌ហើយនឹងអត់ទោសឲ្យយើងពីអំពើបាបរបស់យើងហើយបន្សុទ្ធយើងពីអំពើទុច្ចរិតទាំងអស់ការអភ័យទោសមិនងាយស្រួលទេប៉ុន្តែវាជាសេរីភាព